បងប្អូនអ្នកសាការារីកនៅជុំវិញផ្ទះខ្ញុំហើយនឹងក្បែរក្រុមហ៊ុនខ្ញុំអីហ្នឹងវារីកឡើងស្អាតមែនតើវាចង់ចេញស្លឹកអីមើលសាការាខ្លះមានពណ៌ស្លឹកបោះខៀវដុះចេញមកហើយតែបើពីដើមឈរជាប់គ្នានោះភីងស្អាតហ្មងហើយសតបផ្ការួយមកអារម្មណ៍ដូចយើងនេះឈរក្រោមព្រិលអញ្ចឹងណាអូយពេលដែលវាធ្លាក់មកខ្ញុំបាត់បានថតឯពូកំពុងធ្វើការឃើញហៅសឹកនៅក្បែរហ្នឹងខ្ញុំធ្វើការនៅហ្នឹងពេលដែលធ្លាក់មកយើងចេញសម្រាប់មួយផ្លែតហ្នឹងវាអារម្មណ៍ថាស្រស់ស្រាយហ្មងដូចយើងបានលេងព្រិលអញ្ចឹងដល់ពេលជនជាតិជប៉ុនគាត់និយាយថាគាត់អត់មានអារម្មណ៍អីសប្បាយនឹងអាហ្នឹងទៀតទេគាត់ឃើញរហូតតែយើងវិញមានអារម្មណ៍ថាសុំបែបផ្កាមើលដូចមានអារម្មណ៍ថាដូចព្រិលធ្លាក់កអញ្ចឹងណាតាមពិតស្ទប់ផ្កាតែអារម្មណ៍បានឃើញព្រិលធ្លាក់កអញ្ចឹងមានអារម្មណ៍ថាវាដូចស្អាតហ្មងតែបើតែវាធ្លាក់ក្បែរលូវាធ្លាក់កប់ស្មៅកប់អីក៏ខ្ញុំមានអារម្មណ៍ថាវានៅស្អាតប៉ុន្តែពេលថតទៅមើលទៅដូចរៀងមិនចេះខ្ញុំអត់សូវចេះថតហ៎មើលស្ទប់ផ្កាឡើងកហើយនេះផ្លូវទៅផ្ទះខ្ញុំចាតិចចិត្តដល់ផ្លូវទៅផ្ទះខ្ញុំហើយដើរចេញតែបន្តិចមកដល់ផ្កាហើយនៅខាងផ្ទះខ្ញុំហ្នឹងក៏មានផ្កាទៀតដែរនិយាយថាដល់ខែសាការាបងប្អូនហើយមកចាំទៅណាទេចានៅកវ៉ាជុំវិញផ្ទះហ្នឹងហើយខ្ញុំជួយចិត្តដែរចំបើផ្កាស្មៅផ្កាអីខ្ញុំលេងតែផ្កាសាំសុងក្លុំចំប៉ុងមកអត់មានចេញផ្កាទេបងអត់មានរួយអត់មានហើអីស្អាតអីទេបងប្អូនអើយក្លុំចង់កាត់ក្លោតែនេះហើយដើរដល់ឆ្កាហើយចំការខ្ញុំមានខ្ទឹម3ប្រភេទចង់ថតឲ្យមើលនេះខ្ទឹមធំល្អិតណាស់ល្មមដាំ